បាទប្រហែលថ្ងៃនេះមេឃចាប់ផ្ដើមចុះត្រជាក់ធ្លាក់សើមដែលធ្វើឲ្យស្រូវគឺចាប់ផ្ដើមប្រែពណ៌ប្រែទៅជាលឿងស្លឹកបាទនេះសម្រាប់ស្រូវយើងដែលបានបាញ់ថ្នាំការពារអញ្ចឹងវាគ្រាន់តែប្រែពណ៌ទេតែអត់មានបញ្ហាអុជស្លឹកឬមួយក៏ឆេះតាមគែមស្លឹកទេបងប្អូនសង្កេតឃើញស្លឹកស្រូវយើងឈរត្រង់ល្អជាស្លឹកស្រូវមួយបង្ហាញថាស្លឹកស្រូវយើងដែលមានគុណភាពមានសុខភាពល្អនេះគឺយើងបានបាញ់ថ្នាំជំងឺការពាររួចស្រាប់ហើយនិងបាញ់ថ្នាំបំពន់កម្លាំងវាមានគ្រប់គ្រាន់អញ្ចឹងសម្រាប់ស្រូវបងប្អូនមកខ្លះមួយចំនួនពេលដែលមេឃចាប់ផ្ដើមចុះត្រជាក់គឺលឿងឆេះតាមគែមស្លឹកអុជស្លឹកដោយសារតែស្រូវយើងវាមានសុខភាពខ្សោយប្រព័ន្ធឫសខ្សោយដែលធ្វើឲ្យងាយចូលជាមួយនឹងពពុះជំងឺឬមួយក៏មេរោគផ្សិតវាងាយនឹងវាយលុបចូលអញ្ចឹងបើសិនជាស្រូវបងប្អូនមានបញ្ហាបែបហ្នឹងបងប្អូនគួរតែបាញ់ថ្នាំជំងឺហើយនឹងថ្នាំសត្វល្អិតរួចបញ្ចេញទឹកចាស់ចេញម្ដងឲ្យស្រូវយើងចាប់ផ្ដើមផលិតនៃប្រព័ន្ធឫសថ្មីចាំបងប្អូនដាក់ទឹកថ្មីចូលទៅបាញ់ថ្នាំពៅឲ្យបងប្អូនជះជីគ្រាប់ចូលទៅគឺស្រូវយើងចាប់ផ្ដើមលូតលាស់ល្អធម្មតាវិញហើយបាទនេះហើយសម្រាប់បងប្អូនដែលមានចង្អល់អីក៏អាច comment សួរខ្ញុំនៅខាងក្រោមវីដេអូបានខ្ញុំនឹងព្យាយាមឆ្លើយតបបងប្អូនបាទអរគុណ